ជំរាបសួរហើយក៏សួស្តីអ្នកទាំងអស់គ្នាខ្ញុំសៀវហងថ្ងៃនេះផងដែរគឺខ្ញុំចង់នាំអ្នកទាំងអស់គ្នាមកបើកប្រអប់អំណោយដ៏សែន cute ដែលខាងបងពិភពសុបិនគាត់បានផ្ញើមកឲ្យខ្ញុំណាតែយើង let's go សម្រាប់អំណោយទី1គឺបងបានផ្ញើរឿងផ្ការីកក្នុងភ្លើងមកឲ្យខ្ញុំអ្នកគ្នារឿងនេះគ្រាន់ចំណងជើងដឹងទទួលខោខើកាប់ចាក់គ្នាសន្លប់ហ្មងចាយចាំមើលសាច់រឿងសិនអញ្ចឹងមកដល់រឿងទី2គឺរឿងដំណើរផ្សងព្រេងទៅកាន់ប្រាសាទបុរាណរឿងនេះអាចជាបែបផ្សងព្រេងអីអញ្ចឹងដឹងតែមានអភិនិហាក្នុងព្រៃហ្មងហើយសម្រាប់រឿងទី3គឺរឿងទេពមហិមាអ្នកនរគ្នារឿងនេះបងក៏ថាតួស្រីគឺមានកម្លាំងពិសេសហ្មងឲ្យទៅស្អប់ណាគេម្នាក់នឹងរលាយបាត់ពីពិភពលោកខ្ញុំក៏ចង់អញ្ចឹងដែរចូលមកដល់សាច់រឿងទី4អ្នកនរគ្នាគឺបែបខ្មោចលងអាឋានរូបចម្លាក់ក្រមួនគ្រាន់តែឃើញឈុតមនុស្សអុំទូកនឹងដល់ខ្មោចលងញាក់ហ្មងហើយសម្រាប់សាច់រឿងទី5គឺរឿងអមតៈអ្នកនរគ្នាក្នុងចំណោមរឿងទាំងអស់រឿងអមតៈគឺខ្ញុំខ្លាចជាងគេតាំងពីមើល poster មកដឹងមិនដែរហើយមកដល់រឿងទី6គឺបែបស្នេហាលងលោមញ៉ៃប៉ុន្តែរឿងនេះខ្ញុំមានប្រផ្នូលថា sad ending តែចង់ដឹងមិនចាំមើលតអានសាច់រឿងសិនមិនដឹងថា sad ឬមិន sad ចឹងណាអ្នកនរគ្នាមកដល់រឿងក្រោយគេហើយអ្នកនរគ្នារឿងមនុស្សកំដររឿងនេះបងក៏ទៅមិនចាញ់ទេអ្នកនរគ្នាអញ្ចឹងយើងចាំមើលសាច់រឿងអ្នកនរគ្នាតើទូស្រីត្រូវប្រុសបោកអត់អញ្ចឹងសរុបចុងក្រោយគឺខ្ញុំទទួលបានចំនួន7ចំណងជើងអ្នកទាំងអស់គ្នាហើយជាចុងក្រោយខ្ញុំពិតជាសូមអរគុណដល់ខាងបងពិភពសុបិនមែនតែនសម្រាប់អំណោយដ៏សែន cute មួយនេះហើយខ្ញុំពិតជាស្រឡាញ់ខ្លាំងបងអញ្ចឹងសម្រាប់គ្នាយើងណាដែលចង់បានសភៅអានណាអ្នកទាំងអស់គ្នាទាំងរឿងខ្មោចទាំងរឿងស្នេហាអាចតាក់ទងទៅខាងបងពិភពសុបិនបានណាអញ្ចឹងវីដេអូយើងថ្ងៃនេះមានតែប៉ុណ្្នឹងឯងអរគុណច្រើនអ្នកទាំងអស់គ្នាសម្រាប់ការតាមដានទស្សនាជួបគ្នាវីដេអូក្រោយបាយបាយ